បាទសួស្តីថ្ងៃនេះយើងនឹងមើលទៅលើ LOD មានន័យថា Level of Detail នៅក្នុង Tableau ទាំងអស់គ្នានៅក្នុង Tableau LOD ឬក៏ជារូបមន្តពិសេសរបស់ Tableau នោះគឺមាន3រូបមន្តទី1នេះមានឈ្មោះថា Exclude រូបមន្តទី2មានឈ្មោះថា Include និងរូបមន្តទី3មានឈ្មោះថា Fixed ប៉ុន្តែនៅថ្ងៃនេះគឺយើងនឹងមើលតែទៅលើរូបមន្តមួយទេគឺឈ្មោះថា exclude ណាមានន័យថាខ្ញុំហៅរូបមន្តពីព្រោះយើងនឹងប្រើពាក្យនេះហ្មងនៅក្នុងការកណនារមជ្ឈមភាគនៃសកម្មភាពណាមួយឧទាហរណ៍ថាឥឡូវយើងមានតារាងមួយណានៅក្នុងតារាងរបស់យើងនេះគឺមាន province ហើយនិង school ណាហើយនិង beneficiary របស់យើងនេះprovince របស់យើងគឺមាន province របស់យើងមានខេត្តបន្ទាយមានជ័យហើយនិងខេត្តសៀមរាបហើយ school របស់យើងនៅក្នុងខេត្តបន្ទាយមានជ័យមាន school A និង school B ហើយខេត្តសៀមរាបមាន school A B ហើយនិង C ណាហើយ beneficiary នៃ school A នៅក្នុងខេត្តបន្ទាយមានជ័យមាន50នាក់ school B មាន40នាក់ចំណែក beneficiary នៅក្នុង school A ខេត្តសៀមរាបមាន10 school B មាន15និង school C មាន25ឥឡូវនេះយើងចង់រកមើលមជ្ឈមភាគនៃសាលាA ដែលមាន benefit 50នាក់នេះបើប្រៀបធៀបទៅនឹង beneficiary សរុបនៅក្នុងខេត្តបន្ទាយមានជ័យទាំងមូលវាស្មើនឹងប្រមាណភាគរយណាអញ្ចឹងយើងមើលជា average នៅក្នុងជួរដេកនេះណាដូចគ្នាដែរហើយយើងក៏នឹងរកមើលដែរថាតើសាលា B នៅក្នុងខេត្តបន្ទាយមានជ័យដែលមាន beneficiary 40នាក់នេះបើប្រៀបធៀបទៅនឹង beneficiary សរុបនៅក្នុងខេត្តបន្ទាយមានជ័យទាំងមូលតើវាស្មើនឹងប្រមាណភាគរយដែរដូចគ្នាដែរយើងក៏នឹងរកមើលថាតើសាលា A នៅក្នុងខេត្តសៀមរាបដែលមាន beneficiary 10នាក់បើប្រៀបធៀបទៅនឹង beneficiary សរុបជារួមនៅក្នុងខេត្តសៀមរាបទាំងមូលវាស្មើនឹងប្រមាណភាគរយហើយបើសិនជាសាលា B នេះមាន beneficiary ទៅ15នាក់បើប្រៀបធៀបទៅនឹង beneficiary សរុបនៅក្នុងខេត្តសៀមរាបវាស្មើនឹងប្រមាណភាគរយនិងចុងក្រោយគឺសាលា C ដែលមាន beneficiary 25នាក់បើប្រៀបធៀបទៅនឹង benefit សរុបរបស់ខេត្តសៀមរាបទាំងមូលវាស្មើប្រមាណភាគរយណាអញ្ចឹងមានន័យថា exclude គឺជារូបមន្តមួយដែលយើងប្រើដើម្បីមើលពី average ប៉ុន្តែ average នេះគឺយើងមើលស្ថិតនៅក្នុងជួរដេកបែបនេះណាស្ថិតនៅក្នុង row បែបនេះគឺយើងអត់មើល cross the table ទេមានន័យយើងអត់មើលជួរដេកចេះផងហើយយើងអត់មើលជួរឈរចេះផងទេពីព្រោះថានៅពេលបន្តិចទៀតបងប្អូនឃើញថាបើសិនជាយើងមើលដេកហើយយើងមើលឈរទៀតវាអត់ត្រូវទេវាលើសពី 100% ណាអញ្ចឹង exclusion គឺយើងមើលតែទៅលើមជ្ឈមភាគឬ average នៃសកម្មភាពនៅក្នុងជួរដេកមួយចេះបាទតើយើងធ្វើម៉េចដើម្បីប្រើ exclude រកមើលមជ្ឈមភាគនៅក្នុងជួរដេកនេះបានម្ដងទៀតមានន័យថានៅក្នុងករណីនេះយើងចង់រក beneficiary 50នាក់នេះនៅក្នុងសាលា A នេះបើធៀបទៅនឹងខេត្តបន្ទាយមានជ័យទាំងមូលវាស្មើនឹងប្រមាណភាគរយអញ្ចឹងយើងអាចដឹងបានលុះត្រាតែយើងដឹងពីចំនួនសរុបនៃ beneficiary នៅក្នុងខេត្តបន្ទាយមានជ័យនេះធៀបទៅនឹងសាលា A និងចំនួនសរុបនៃ beneficiary នៅក្នុងខេត្តបន្ទាយមានជ័យនេះធៀបទៅនឹងសាលា B នេះមានន័យថាយើងចង់រកភាគរយរបស់វាមជ្ឈមភាគជាភាគរយរបស់វាគឺយើងត្រូវយក50នេះយកទៅចែកជាមួយនឹង benefit សរុបនៅក្នុងខេត្តបន្ទាយមានជ័យឥឡូវ benefit សរុបនៅខេត្តបន្ទាយមានជ័យប៉ុន្មាន50បូក40វា90អញ្ចឹងមានន័យថាបើយើងចង់រក benefit សរុបមានប្រមាណភាគរយបើប្រៀបធៀបទៅនឹងខេត្តបន្ទាយមានជ័យទាំងមូលយើងយក50ចែកជាមួយនឹង90គុណនឹង100ទៅយើងឃើញភាគរយណាដូចគ្នា beneficiary សរុបនៅក្នុងខេត្តបន្ទាយមានជ័យសាលា B ដែលមាន40នាក់នេះវាស្មើប្រមាណភាគរយយើងធ្វើដូចគ្នាយក40គុណជាមួយនឹង
40ចែកជាមួយនឹង beneficiary សរុប90នាក់ហើយគុណជាមួយនឹង100ទៅយើងមើលនេះទេយើងអាចប្រើ total យើងអាចប្រើ show column grant total ចុចវាមកយើងអាចសំទោសណាម្ដងទៀតយើងចង់មើលទៅលើ add all sub total ណាគឺយើងចូលមក analyze យើងចូលមក total យើងជ្រើសរើស add all sub total ណានេះយើងឃើញអញ្ចឹងមានន័យថា beneficiary សរុបនៃសាលាទាំងពីរក្នុងខេត្តបន្ទាយមានជ័យគឺ90 beneficiary សរុបនៅក្នុងខេត្តសៀមរាបនៃសាលាទាំង3 ABC គឺមានតែ50ទេណាតែយើងចង់រកមជ្ឈមភាគជាភាគរយនៃសាលានៅក្នុងខេត្តមួយគឺយក beneficiary នៅក្នុងសាលាមួយក្នុងខេត្តនឹងចែកនឹងចំនួន beneficiary សរុបទៅបើយើងគុណនឹង100ទៅគឺភាគរយហើយណាហើយនេះគឺជាការដែលយើងត្រូវប្រើប្រាស់ exclude ដើម្បីរកវាណាវាត្រូវនៅរូបមន្ត exclude រូបមន្ត exclude គឺយើងមើលទៅលើភាគរយឬមជ្ឈមភាគនៅក្នុងជួរដេកនៅក្នុងរោអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីយើងអាចរកឃើញនៅខ្ញុំលុបអានេះចោលសិនបាទទី1គឺយើងបានដឹងហើយថាយើងត្រូវយកនេះណាចំនួនសរុបនៃ beneficiary នៅក្នុងខេត្តបន្ទាយមានជ័យនេះណាយកមកចែកជាមួយនឹងសំទោសគឺយើងយកចំនួន beneficiary នេះណាយកមកចែកជាមួយនឹងចំនួនសរុបដោយមិនរាប់សាលាមួយទេចំនួនសរុបនេះគុណនឹង100អញ្ចឹងរូបមន្តរបស់វាគឺយើងមកកន្លែងចុចកន្លែងនឹង field នេះទៅតមកយើងចុចទៅលើ create នេះមកហើយបន្តមកទៀតយើងអាចដាក់ថា percentage of beneficiary Profit ចឹងមកបាទបន្ទាប់មកយើងអាចប្រើរូបមន្តយើងអាចធ្វើ2ដងក៏បានយើងធ្វើតែម្ដងក៏បានដែរណាបើសិនជាយើងចង់ធ្វើតែម្ដងគឺយើងអាចយករូបមន្ត sum beneficiary នេះណាមានន័យថាយើងចង់បាន beneficiary សរុបមួយហ្នឹងយកទៅចែកជាមួយនឹងexclude ណានេះមួយ exclude យើង exclude អីគេយើង exclude សាលារៀននេះពីព្រោះយើងចង់រកមើលចំនួន beneficiary ជាសរុបនៅក្នុងខេត្តបន្ទាយមានជ័យតាមសាលានីមួយៗអញ្ចឹងយើងចង់ exclude សាលានេះចោលណាអញ្ចឹងយើងដាក់ exclude ហើយយើងវាយសាលាចូលមកនេះមានន័យថាសាលានេះត្រូវបាន ignore ហើយតែមិនរូបមន្តនេះគឺ ignore សាលានេះគាត់មើលទេគេមើលមកកាន់ខេត្តនេះហ្មងណាបន្តមកទៀតយើងចុចពីមកយើងវាយ sum ហើយយើងដាក់ beneficiary ចូលយើងបងប្អូនអាចមើលបានកន្លែងគេដាក់ថាម៉េចគេដាក់ថា expected នេះមានគ្នាបិទវិញដោយសារវាមានគ្នាបើកដូចនេះត្រូវមានគ្នាបិទវិញអញ្ចឹងខ្ញុំបិទគ្នាមួយកន្លែងនេះវិញបាទនៅមិនទាន់ចប់ទេវានៅក្រហមឡើយវាដាក់ថា cannot mix aggregate and non aggregate argument with this function មានន័យថាខាងមុខនេះយើងមាន sum aggregate វាហើយតែដល់ពេលយកមកចែក exclude នេះអត់មានរូបមន្តផ្ដើមដោយ sum aggregate ដូចគ្នាទេអញ្ចឹងយើងថែមរូបមន្ត sum ទៅចូលមកយើងលុបនឹងចោលមួយចេញបាទហើយយើងយករូបមន្ត sum នេះដាក់ទៅនេះមកបាទអញ្ចឹងរូបមន្តនេះដាក់ហើយបាទបន្តមកទៀតយើងបានហើយនេះអញ្ចឹងយើងចាប់វាយកមកដាក់នៅកន្លែងនេះហ្មងទៅបាទបងប្អូនឃើញអញ្ចឹងនេះណា percentage
គឺមានន័យថា50នាក់នេះបើគិតជាភាគរយគឺស្មើនឹង 0.6% នេះអត់ត្រូវទេណា 0.6% ត្រូវទេហើយគឺចឹង 0.6% យើងត្រឡប់ទៅមើលនៅប្រព័ន្ធរបស់យើងដែលទៅសេមិញហើយយើង edit វាមកបាទពីព្រោះយើងអត់ទាន់បានថែមគុណនឹង 100% ដើម្បីឲ្យវាចេញជាភាគរយគុណនឹង 100% បាទយើងចុច OK បាទនេះណាអញ្ចឹងបាទតែចេញត្រឹមត្រូវណាអញ្ចឹងយើងមើល beneficiary យើងចាប់អានេះឡើងទៅលើ beneficiary មើលបាទអញ្ចឹងនៅក្នុងខេត្តបន្ទាយមានជ័យសាលា A ដែលមានអ្នកទទួលផលនៅក្នុងសាលានឹង50នាក់គិតជាភាគរយនៃ beneficiary នៅក្នុងខេត្តជារួមគឺយើងអាចនិយាយបានថាមាន 55.6% ឬ56ណាចំណែកសាលា B នេះក៏ដូចគ្នាយើងឃើញវាមាន beneficiary 40ប៉ុន្តែបើសិនជាគិតជាភាគរយប្រៀបធៀបទៅនឹងសាលាទាំងមូល beneficiary ទាំងមូលនៅក្នុងខេត្តបន្ទាយមានជ័យគឺវាមាន 44.4% ណាអញ្ចឹងបើយើងយកអាពីរនេះបូកបញ្ចូលគ្នាវាបាន 100% ប៉ុន្តែបងប្អូនមិនអាចនឹងបងប្អូនអត់អាចនឹងបូកវាបន្តគ្នារហូតដល់ចេះបានទេតែន័យវានឹងលើសពី 100% វាខុសណាពីព្រោះដូចខ្ញុំជម្រាបពីដើមថារូបមន្ត exclude គឺយើងមើលរមជ្ឈមភាគក៏ដោយរកភាគរយក៏ដោយទៅលើសកម្មភាពមួយទៅលើជួររោមួយនេះណាអត់មើលជាលក្ខណៈ cross table មើលចេះផងទេមើលបានតែបដោយតាមបន្ទាត់មកចេះទេអញ្ចឹងដូចខ្ញុំជម្រាបចឹងគឺថាឥឡូវ beneficiary យើង50នាក់គិតជាភាគរយធៀបទៅនឹង beneficiary ខេត្តទាំងមូលនៅក្នុងខេត្តបន្ទាយមានជ័យទាំងមូលគឺ 55.6 ណាដូចគ្នាដែរនៅសៀមរាប beneficiary សាលា A មាន10នាក់បើគិតជាភាគរយធៀបទៅនឹង beneficiary នៅក្នុងខេត្តសៀមរាបទាំងមូលគឺស្មើនឹង 20% beneficiary នៅក្នុងសាលា B ខេត្តសៀមរាបដែលមាន15នាក់បើធៀបទៅនឹង beneficiary នៅក្នុងខេត្តសៀមរាបទាំងមូលគឺវាមានតម្លៃស្មើនឹង 30% ណាហើយចុងក្រោយគឺសាលា C ខេត្តសៀមរាប beneficiary 25នាក់តែបើធៀបទៅនឹង beneficiary សរុបនៅក្នុងខេត្តសៀមរាបគឺវាស្មើនឹង 50% អញ្ចឹងបើយើងបូកអា20 30 50យកគ្នាយើងនឹងឃើញ 100% ណាប៉ុន្តែអានេះវា100ដែរហើយបើសិនយើងបូកអានេះ100 200ខុសហើយណាអញ្ចឹងនេះមិនមែនជាគោលដៅនៃការប្រើ exclude ទេ exclude យើងមើលតែតាមសកម្មភាពប្រជុំភាគនៃសកម្មភាពមួយក្នុងជួររោរបស់វាតែប៉ុណ្ណឹងទេបាទអរគុណច្រើនខ្ញុំមានប៉ុណ្ណឹងហើយចាំជួបគ្នានៅវីដេអូក្រោយដែលនិយាយអំពី include វិញម្ដងតើ include វាខុសពី exclude យ៉ាងម៉េចអរគុណជំរាបលា